ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការបរិភោគដំឡូងជ្វាដែលផ្ដល់គុណសម្បត្តិយ៉ាងច្រើនមកដល់សុខភាពរបស់យើងដំឡូងជ្វាគឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃ potassium ជាតិទឹក protein ខ្លាញ់ carbon hydrate ជាតិដែក calcium magnesium phosphorus sodium វីតាមីន C វីតាមីន A និងវីតាមីន K តើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនាងខ្ញុំថាតើការបរិភោគដំឡូងជ្វាទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់យើងសម្រាប់គុណសម្បត្តិទី1គឺសម្បូរដោយជាតិ beta carotene beta carotene ឬក៏យើងអាចហៅម្យ៉ាងទៀតថាជាវីតាមីន A គឺជាប្រភេទសារធាតុប្រឆាំងអូស៊ីតកម្មដ៏សំខាន់មួយវីតាមីន A ក៏មានសារៈប្រយោជន៍ផងដែរក្នុងការបង្ការជំងឺមហារីកផ្សេងៗការពារស្បែកពីពន្លឺព្រះអាទិត្យនិងជាសារធាតុបំប៉នដ៏ប្រសើរសម្រាប់សុខភាពភ្នែករបស់យើងទៀតផងរីឯគុណសម្បត្តិទី2គឺជាប្រភពនៃសារធាតុបង់កាណេសបង់កាណេសគឺជាសារធាតុរ៉ែដែលមានសារៈសំខាន់ចំពោះសុខភាពសារធាតុបង់កាណេសគឺជាសមាសធាតុស្នូលនៅក្នុងកត្តាមេតាបូលីសនៃកាបូនអ៊ីដ្រាតដែលអាចជួយទ្រទ្រង់នៅកម្រិតជាតិស្ករក្នុងឈាមដើម្បីធ្វើឲ្យឈាមមានស្ថិរភាពល្អបន្ថែមពីលើនេះសារធាតុបង់កាណេសក៏អាចជួយបង្កើននូវថាមពលដល់រាងកាយរបស់យើងជួយបង្កើនប្រសិទ្ធភាពសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតជួយព្យាបាលជំងឺខ្វះឈាមក៏ដូចជារោគសញ្ញាផ្សេងៗទៀតផងសម្រាប់គុណសម្បត្តិទី3គឺសម្បូរទៅដោយវីតាមីន C និងវីតាមីន E វីតាមីន C និងវីតាមីន E គឺជាវីតាមីនប្រឆាំងអូស៊ីតកម្មយ៉ាងល្អហើយក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបង្ការនូវជំងឺផ្សេងៗទៀតផងដោយសារតែវីតាមីនទាំងពីរនេះគឺមានតួនាទីចំពោះសុខភាពសម្រស់ស្បែកនិងសរសៃសក់រីឯគុណសម្បត្តិទី4គឺផ្ទុកនូវជាតិសរសៃយ៉ាងច្រើនដំឡូងជ្វាគឺមានផ្ទុកនូវជាតិសរសៃស្ទើរតែ2ដងច្រើនជាងដំឡូងផ្សេងៗទៀតហើយកម្រិតជាតិសរសៃខ្ពស់នៅក្នុងដំឡូងជ្វាគឺបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតនៅក្នុងរាងកាយដែលបានន័យថាថាមពលកាឡូរីត្រូវបានប្រើប្រាស់យ៉ាងយឺតយ៉ាវនិងមានប្រសិទ្ធភាពជាងពពុះអាហារកាបូនអ៊ីដ្រាតដែលមានជាតិសរសៃទាបសម្រាប់គុណសម្បត្តិទី5របស់ដំឡូងជ្វាគឺជួយឲ្យបេះដូងរបស់យើងមានសុខភាពល្អដំឡូងជ្វាមានផ្ទុកនូវវីតាមីន B6 ដែលវីតាមីន B6 គឺមានសារៈសំខាន់ណាស់ដែលអាចជួយឲ្យប្រព័ន្ធឈាមក្នុងរាងកាយរបស់យើងមានចលនាស្រួលនិងផ្ទុកនូវសារធាតុ potassium ច្រើនហើយលើពីនេះទៅទៀតដំឡូងជ្វាក៏អាចជួយបញ្ចុះនូវសម្ពាធឈាមជួយគ្រប់គ្រងជាតិសូដ្យូមដែលលើសជួយឲ្យមានតុល្យភាពសារធាតុរាវនៅក្នុងរាងកាយរក្សាភាពប្រក្រតីនៃខួរក្បាលក៏ដូចជាប្រព័ន្ធប្រសាទកណ្ដាលទៀតផងចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Health Time ចាសសូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចាសសូមអរគុណ